ស្វាគមន៍មកកាន់ចន្ទរា Academy ចាថ្ងៃនេះយើងនឹងបន្តជួបគ្នានៅក្នុងវីដេអូមេរៀនទី7ដែលនិយាយអំពីរង្វាស់រង្វាន់ណាអូនសម្រាប់គណិតវិទ្យាទី7របស់យើងចាយើងឈានមកដល់ຂະຫນາດពេលវេលាຂະຫນາດពេលវេលាចាពេលវេលាអូនថាឧបករណ៍អ្វីទៅដែលយើងប្រើសម្រាប់មើលពេលវេលាអូនណាអាចកែអ្នកគ្រូបានឧបករណ៍អីដែរអូនចាគឺនាឡិកាអូនណាដែលយើងប្រើសម្រាប់មើលពេលវេលារបស់យើងចាតនិចខ្លីយើងចង្អុលមកអូខេអូនចេះមើលនាឡិកាអត់ដំបងទៅរៀនពាក់ប្រកាសជាពាក់នាឡិកាមានលេខអូនណាដល់ពេលតនិចវែងយើងចង្អុលនាទីយើងមានតនិចវែងមួយទៀតតែវាដើរញាប់ខ្លាំងនោះគឺចង្អុលវិនាទីចាអញ្ចឹងឧបករណ៍សម្រាប់ຂະຫນາດពេលវេលារបស់យើងហ្នឹងគឺនាឡិកានេះចាតោះយើងចូលទៅខ្លឹមសារយើងអូនពេលវេលារបស់យើងຂະຫນາດវាតើយើងមានអ្វីខ្លះចាទី1នោះគឺយើងនិយាយអំពីថ្ងៃតោះថ្ងៃយើងអាចតាមអក្សរដេណាអូនមួយថ្ងៃស្មើប៉ុន្មានម៉ោងដែរអូនចាស្មើ24ម៉ោងយើងតាំងតែអក្សរអេកនេះចាអញ្ចឹង1ម៉ោងប៉ុន្មាននាទីដែរអូនចាគឺ60នាទីអញ្ចឹងយើងបានຂະຫນາດពេលវេលាយើងមានថ្ងៃមានម៉ោងមាននាទីមួយទៀតនោះគឺនាទីរបស់យើងហ្នឹងនាទីដែលយើងតាំងដល់អក្សរ M អក្សរ N ហ្នឹង1នាទីប៉ុន្មានវិនាទីដែរអូនចា60វិនាទីហ្នឹងគឺយើងតាំងដល់អក្សរនេះអក្សរ S នេះចាអញ្ចឹងប៉ុណ្នេះគឺជាຂະຫນາດពេលវេលារបស់យើងមួយណាធំជាងគេអូនចាគឺថ្ងៃរបស់យើងនេះថ្ងៃអញ្ចឹងមួយថ្ងៃ24ម៉ោងចាយើងបន្តយកខ្លឹមសារទៅអនុវត្តលើលំហាត់យើងគឺលើប្រមាណវិធីយើងប្រមាណវិធីខាងក្រោមអ្នកគ្រូមានឧទាហរណ៍ចំនួន3ខ្ទង់យើងសិក្សាអំពីប្រមាណវិធីគឺប្រមាណវិធីបូកដកណាអូនចាអញ្ចឹងដោយប្រមាណវិធីបូកដកចំនួនធម្មតាអញ្ចឹងអូនសាររំលឹកបញ្ជូលន័យយើងមើលដើម្បីបូកដកចំនួនគត់គឺយើងរៀបលេខត្រូវតាមខ្ទង់រៀបចំខ្ទង់រាយធ្វើប្រមាណវិធីបូកដូចគ្នាចាដូចគ្នាអញ្ចឹងអូនណាដោយសារຂະຫນາດយើងពេលនេះយើងប្រធានយើងពេលនេះគឺយើងមាន9ម៉ោង20នាទី30វិនាទីយើងបូកនឹង1ម៉ោង16វិនាទីសំទោស16នាទី17វិនាទីកូនមើលការដាក់ខ្ទង់របស់អ្នកគ្រូមិនដែរចាអញ្ចឹងតាមរយៈប្រមាណវិធីដែលអ្នកគ្រូរៀបហ្នឹងកូនទាញជាយមន័យបានទេចាអញ្ចឹងដើម្បីបូកឬដកຂະຫນាតពេលវេលាគឺយើងរៀបលេខរៀបຂະຫນាតវាគឺអាចត្រូវគ្នានាទីម៉ោងវិចឹងមកហើយធ្វើប្រមាណវិធីបូកធម្មតាចាតោះកូនបូកពីលើចុះក្រោមធម្មតាមកយើងងាយទេអូខេ49វិនាទីដាក់ຂະຫນាតនាទីឲ្យហើយមកចាអញ្ចឹងគឺ36នាទីហើយនឹង10ម៉ោងចាពិនិត្យមកខ្ទង់ខមួយទៀតក៏ប្រមាណវិធីបូកដែរខាងលើនេះមិញយើងបូកឲ្យចប់ខាងក្រោមយ៉ាងមិនដែរតោះចំគ្នាហើយអញ្ចឹង4 + 7នេះ11យើងមួយតាទុក1 6មកនាទីយើងវាបាន8អូខេហើយម៉ោងយើងនេះទៅជា20 23ត្រូវឲ្យអូនជួយគិតគ្នាចាអញ្ចឹងខ្ទង់ទី2នេះអត់ទាន់ចប់ទេអូនណាយើងត្រូវបដូរបន្តទៀតដោយសារតែចំនួននៅក្នុងនាទីនិងវិនាទីនេះវាលើសអញ្ចឹងយើងបដូរបន្តវា61ណោះ61វិនាទីអញ្ចឹងយើងត្រូវបំបែកមកជានាទីនេះអញ្ចឹង61នាទីបើ1នាទីវា60វិនាទីដល់ឥឡូវយើងមានដល់ទៅ61វិនាទីហ្នឹងអញ្ចឹងមិនដែរអូនបាន1នាទីបាន1នាទីចាបាន1នាទីតែសល់ប៉ុន្មានសល់1វិនាទីអញ្ចឹងយើងធ្វើការបដូរពីវិនាទីនេះមកនាទី
ពីព្រោះវា60វា61វិនាទីអញ្ចឹងគឺបាន1នាទីបាន1នាទីហើយសល់1នេះសល់1ជាវិនាទីដែរ1វិនាទីសំទោស60វិនាទីនឹងបាន1នឹងមកនាទីនេះអញ្ចឹងនាទីយើងបានទៅជា85 9ព្រោះយើងមាន88ហើយដល់យើងបដូរពីវិនាទីមកបាន1នេះទៀតទៅជា89ត89នាទីលើសទៀតដែរព្រោះអីបើ1ម៉ោងបើយើងមានតែ1ម៉ោងគឺ60ឥឡូវយើងមានដល់89ណោះអញ្ចឹងយើងយក60ចេញមកយើងដក60ចេញមកអញ្ចឹងបានទៅជានេះ1ម៉ោងឲ្យទៅម៉ោងអស់1អញ្ចឹងដក60ចេញនៅសល់ប្រហែល89ហ្នឹងអូននៅសល់ប្រហែលជានាទីដដែលចាអញ្ចឹងយើងនៅសល់29នាទីចាដល់ពេលម៉ោងយើងទៅជា20 23ឡើងទៅជា20 24ម៉ោងអូខេបន្តទៀតដោយសារអូនមើលម៉ោងនេះចប់នៅ24ម៉ោងអាចរកបានទៅជាអីគេអូនមើលមួយថ្ងៃយើងគឺ24 4ម៉ោងចុះ24ម៉ោងអញ្ចឹងបានមួយថ្ងៃចាគឺមួយថ្ងៃបានមួយថ្ងៃអស់ម៉ោងនៅចាម៉ោងគឺអស់ហើយ0ម៉ោងឬក៏យើងមិនដាក់ក៏បានដែរ29នាទីហើយនឹង1វិនាទីជាចម្លើយចុងក្រោយចាអូខេចាតោះយើងប្រមាណវិធីដកចុងក្រោយប្រមាណវិធីដកក៏ដូចគ្នាដែរកូនណាយើងរាយតាមខ្ទង់ធម្មតាចាពិនិត្យមើលយើងមាន29វិនាទីហើយយើងដក37វិនាទីដកកើតទេអូនចាអត់ទេអត់អញ្ចឹងយើងធ្វើការខ្ចីពីនាទីអញ្ចឹងនាទីនេះ45យើងខ្ចីមកនៅសល់44ខ្ចី2នាទីខ្ចី2វិសំទោសខ្ចី2នាទីមកឲ្យវិនាទីអញ្ចឹង1នាទីកូន1នាទីស្មើប៉ុន្មានវិនាទីចាស្មើ60អញ្ចឹងយើងខ្ចី1មកនោះគឺបាន60យើងមានស្រាប់ប៉ុន្មានទៀត29ទៀតឡើងទៅជា89យើងខុសពីចំនួនគុតធម្មតាកូនណាខ្ចីមកបាន1នេះអត់ទេខ្ចីមក1បាន60តោះអញ្ចឹងយើង89ដក37មក9ដក7នេះយើងសល់2ចាហើយ8ដក3យើងសល់5អូខេយើងដល់នាទីម្ដងឥឡូវមើលនាទីយើងមានតែ44ណាត្បូង45ខ្ចីអស់1ហើយដក50កើតទេអូនចាអស់ទៀតហ៎អញ្ចឹងខ្ចី2ចាខ្ចី2ម៉ោងយើង10ម៉ោងខ្ចីមកនៅសល់9ដូចគ្នាអញ្ចឹងបើ1ម៉ោងគឺ60នាទីអញ្ចឹងបើយើងខ្ចី1ម៉ោងវា60ហ្នឹងកូនបូកណាយើងមាន44នេះទៀតទៅជា104ចា104នាទីតោះដក50អញ្ចឹង4ដក0យើងចាយើងដាក់ຂະຫນາດនាទីមកហើយ4ដក0យើងសល់4 0យើងនេះដក5អត់បានយើងខ្ចីមកសល់ទៅជា10អញ្ចឹងដក15សល់5ចាតពិនិត្យមើលម៉ោងដកបានទេអូនចា9ម៉ោងដក5ម៉ោងអូខេសល់4ម៉ោងចាអញ្ចឹងចំពោះប្រមាណវិធីដកមិនបានយើងខ្ចីអ្នកខាងមុខហើយកូនចាំថាខ្ចីម្ដងគឺស្មើនឹង60ខ្ចី1គឺ60បូកអាមានស្រាប់ទៀតមកចានេះចំពោះຂະຫນາດពេលវេលាយើងលើប្រមាណវិធីបូកដកចាអានេះសរុបຂະຫນາດពេលវេលាយើងមានប៉ុណ្ណឹងណាអូនចាចូលរួមធ្វើកិច្ចការផ្ទះទាំងអស់គ្នានេះកិច្ចការផ្ទះរបស់យើងគុណជម្រាបលា